សេចក្តីប្រកាសព័ត៌មានលោកជំទាវឧត្តមស្នេហ៍ឯកម៉ាលីសុជីតាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថានៅថ្ងៃពុធទី29ខែមេសាឆ្នាំ2026វេលាម៉ោង 10:20 នាទីព្រឹកក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី2ប្រចាំឆ្នាំ2026របស់ក្រុមអនុព័ន្ធយោធាបរទេស MACPP ប្រចាំព្រះរាជាណាចក្រកម្ពុជាចុះសង្កេតការណ៍នៅច្រកអូស្មាច់ខេត្តឧត្តរមានជ័យក្រោយបទឈប់បាញ់ចូលជាធរមានសូមគូបញ្ជាក់ផងដែរថាមុនការចេញដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេស MACPP ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគ RBC នៃយុទ្ធភូមិភាគទី4កម្ពុជាបានចេញលិខិតជូនដំណឹងជាផ្លូវការជូនទៅកាន់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគ RBC នៃកងទ័ពភូមិភាគទី2ថៃរួចរាល់ហើយសកម្មភាពនៃការចុះសង្កេតការណ៍របស់ក្រុមប្រទេសសមាជិកក្រុមអនុព័ន្ធយោធាបរទេស MACPP ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសន្តិសុខនិងសន្តិភាពមិនត្រឹមតែរវាងប្រទេសទាំងពីរប៉ុណ្ណោះទេប៉ុន្តែសម្រាប់តំបន់និងពិភពលោកទាំងមូលផងដែរជាការគួរឲ្យសោកស្ដាយបំផុតក្នុងអំឡុងពេលកំពុងសង្កេតការណ៍និងត្រួតពិនិត្យនៅទីតាំងជាក់ស្ដែងក៏មានករណីផ្ទុះអាវុធបង្កឡើងដោយកម្លាំងយោធាថៃចំនួន5លើកចន្លោះពីម៉ោង 10:35 នាទីព្រឹកដល់ម៉ោង 11:09 នាទីដោយបានបាញ់កាំភ្លើងប្រភេទ M79 និងប្រភេទ M16 សរុបចំនួន9គ្រាប់ជាមួយគ្នានេះកងកម្លាំងរបស់កម្ពុជាបាននឹងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់គួរបញ្ជាក់ផងដែរថាហេតុការណ៍នេះគឺផ្ទុយទៅនឹងស្មារតីនៃបទឈប់បាញ់និងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នាដើម្បីកាត់បន្ថយភាពតានតឹងនិងលើកកម្ពស់សន្តិភាពសន្តិសុខនិងភាពស្ងប់ស្ងាត់នៅតាមបណ្ដោយព្រំដែនក្នុងនាមជារដ្ឋដែលគោរពច្បាប់និងមានការទទួលខុសត្រូវខ្ពស់កម្ពុជាប្រកាន់ខ្ជាប់នៅការដោះស្រាយជម្លោះដោយសន្តិវិធីហើយការសម្រេចបាននៅសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរដែលរួមចំណែកដល់សន្តិភាពស្ថិរភាពនិងឯកភាពក្នុងអាស៊ានគឺទាមទារការបដិញ្ញាចិត្តពិតប្រាកដនិងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិធម្មនុញ្ញអាស៊ានក៏ដូចជាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់ដែលចងភ្ជាប់យើងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួននៅសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC ថ្ងៃទី27ខែធ្នូឆ្នាំ2025សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃថ្ងៃទី26ខែតុលាឆ្នាំ2025និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតសម្ដៅស្វែងរកដំណោះស្រាយដោយសន្តិវិធីយុត្តិធម៌និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរអាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបជាព័ត៌មានថ្ងៃពុធ13កើតខែពិសាឆ្នាំមមីអត្តស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី29ខែមេសាឆ្នាំ2026